ជំរាបសួរពុកម៉ែបងប្អូនលោកតាលោកយាយដែលស្រឡាញ់គ្រប់គ្រងនៅក្នុងការកាត់សុបិនរបស់ខ្ញុំចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនទាំងអស់ណាដែលសុបិនឃើញសែនព្រេងបងប្អូនដែលសុបិនឃើញសែនព្រេងឬក៏ខ្លួនឯងបានសុបិនថាបានសែនអ្នកតាក្តីលោកតាម្ចាស់ស្រុកម្ចាស់ទឹកក្តីឲ្យតែបងប្អូនចាំច្បាស់ថាខ្លួនឯងបានសុបិនហើយចឹងបងប្អូនអាចវាយចូលនៅក្នុងការកាត់សុបិនរបស់ខ្ញុំបានហើយជ្រើសរើសលេខផ្សងសំណាងតាមការគួរអត្តភាពខ្ពស់លេខល្អណាពុកម៉ែបងប្អូនណាចឹងបងប្អូនដែលសុបិនឃើញសែនព្រេងអញ្ចឹងសុបិនឃើញសែនព្រេងគឺមានលេខផ្សងសំណាងគឺមានលេខផ្សងសំណាង45គុណ50គុណ13គុណនេះចំពោះលេខ2ខ្ទង់ណាបងប្អូនណាហើយចំពោះលេខ3ខ្ទង់បងប្អូនអាចជ្រើសរើស453គុណ508គុណនិង135គុណ LO បងប្អូនដែលនិយមលេងឡូបងប្អូនអាចជ្រើស508គុណនិង58គុណអុកខ្ទង់ធំនិងតូចអុកខ្ទង់ធំនិងតូចខ្ញុំសូមឲ្យបងប្អូនអូ50មកចាប់ត្រេង54និង59ចឹងបងប្អូនអាចយក55មួយទៀតក៏បានដែរណាបងប្អូនណាព្រោះ55ក៏ជាលេខល្អមួយដែរហើយចំពោះ3លេខបងប្អូនអាចជ្រើសរើស450មកចាប់ត្រេង453ហ្នឹងលេខហ្នឹងសិតតែគុណណាបងប្អូនណាព្រោះយើងគុណទៅគឺអត្តភាពខ្ពស់បងប្អូនអាចយកគុណទៅថ្ងៃអញ្ចឹងចំពោះអត្តភាពលេខល្អទាំងអស់បងប្អូនអាចជ្រើសរើសនៅក្នុងចំណោមលេខហ្នឹងដែលបងប្អូនស្រឡាញ់ខ្ទង់រាយយករាយស្រឡាញ់លេខធំយកលេខធំឆ្លាញ់លោយកលោទៅគឺសិតតែអត្តភាពលេខល្អសម្រាប់ពុកម៉ែបងប្អូនតែម្ដងហើយបងប្អូនក្នុងចំណោមលេខហ្នឹងអត្តភាពដែលល្អខ្ញុំសូមឲ្យបងប្អូនយកនេះលេខល្អជាងគេគឺលេខល្អអញ្ចឹងពុកម៉ែបងប្អូនលោកតាលោកយាយបើសុបិនឃើញសែនព្រេងមិនថាខ្លួនឯងសែនអ្វីក៏ដោយបើចំពោះលេខផ្សងសំណាងខ្ញុំបានបញ្ជាក់ឲ្យអស់ហើយណាបងប្អូនណាអញ្ចឹងបើចំពោះហេតុផលវិញបើបងប្អូនសុបិនថាខ្លួនឯងបានសែនសុបិននេះចាត់ទុកថាជាសុបិនល្អបងប្អូនអ្នកដែលមានគ្រួសារនឹងក្តីអ្នកនៅលីក្តីអាចជ្រើសរើសដំណើរជើងសារនៅទិសខាងជើងគឺជាទិសដែលនាំលៀបនាំជ័យនាំសិរីសុស្ដីជូនពុកម៉ែបងប្អូនលោកតាលោកយាយបងប្អូនទាំងអស់តែម្ដងព្រោះដំណើរជើងសាររបស់បងប្អូនគឺទិសខាងជើងគឺជាទិសដែលហុងស៊ុយសម្រាប់បងប្អូនតែម្ដងហើយចំពោះអ្នកដែលមានបំណងចង់បើកមុខលបរស់ស៊ីនៅក្នុងថ្ងៃនេះដែលថាគម្រោងហើយលេងថ្ងៃនេះគេរៀបចំកម្មវិធីឲ្យអស់ហើយលេងថ្ងៃនេះបងប្អូនសុបិនឃើញអញ្ចឹងគឺជាកន្លែងដែរនាំហុងស៊ុយជូនពុកម៉ែបងប្អូនហើយចំពោះអ្នកនៅលាវអាចជាគូសកលរបស់អ្នកនៅលាវចេញពីទិសខាងជើងគឺជាទិសដែលនាំលៀបនាំទៅទ្របដៃបងប្អូនតែម្ដងគ្រាន់តែបងប្អូនគិតថាខ្លាចបារម្ភថាថ្ងៃហ្នឹងចែកចូលមួយតែបងប្អូនឆ្ងល់ថាមនុស្សប្រុសហ្នឹងមិនដឹងយ៉ាងម៉េចយ៉ាងណាទេតែបងប្អូនមានកម្រងឲ្យអស់ហើយអញ្ចឹងបងប្អូនជួននឹងបងប្អូនសុបិនបែបនេះហើយអញ្ចឹងគឺជាលេខដែលនាំល្អឲ្យពុកម៉ែបងប្អូនតែម្ដងអញ្ចឹងកុំបារម្ភអីណាអ្នកនៅលឺណាហ្នឹងហើយហាក់មានអីត្រូវធ្វើត្រូវអីទេបើលេខតែត្រូវធ្វើខ្ញុំប្រាប់ថាឥឡូវត្រូវរៀបចំចេះតែអានេះអត់ទេណាបងប្អូនណាអញ្ចឹងពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនទាំងអស់វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងដែរបើបងប្អូនគ្រប់គ្រងនៅក្នុងវីដេអូរបស់ខ្ញុំសូមពុកម៉ែបងប្អូនជួយ Subscribe រូបកណ្ដឹងម្នាក់មួយឬក៏ដាក់មេដៃដើម្បីទទួលសញ្ញាហេងពីខ្ញុំរាល់ថ្ងៃណាពុកម៉ែបងប្អូនណាជូនពរសូមឲ្យពុកម៉ែបងប្អូនលោកតាលោកយាយអ៊ំពូមីងបងប្អូនប្រុសស្រីទាំងអស់ដែលនៅក្នុងការកាត់សុបិនរបស់ខ្ញុំសូមឲ្យជួបតែសេចក្តីសុខនិងសេចក្តីចម្រើនជាពិសេសសូមឲ្យកកបនិងហេងរាល់ថ្ងៃតែម្ដង